បងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងសិក្សាអំពីការកាត់ background ដែលមានផ្ទៃពណ៌សអញ្ចឹងបងណាបាទអញ្ចឹងដើម្បីកាត់ background ដែលមានផ្ទៃពណ៌សអញ្ចឹងយើងទី1គឺយើងមើលនៅក្នុង layer របស់យើងណាបាទយើងមាន background layer អញ្ចឹងខ្ញុំបិទអានេះមួយចោលណាបាទខ្ញុំលុបវាចោលតែម្ដងក៏បានដែរបាទអូខេណាបាទអញ្ចឹងខ្ញុំលុប layer វាចោលណាខ្ញុំចុចលើវាដោះសោនេះអញ្ចឹងហើយលុបវាចោលដែរហើយយើងសល់អានេះមួយណាអញ្ចឹងខ្ញុំដើម្បី delete background របស់វានេះវាមានជាប់គ្នាពណ៌សអញ្ចឹងបងបាទអញ្ចឹងដើម្បីលុបវាយើងលុប select តាម color range នេះខ្ញុំអត់លុបទេខ្ញុំជាទូទៅគឺខ្ញុំប្រើនៅក្នុង channel តើណាបងអញ្ចឹងដើម្បីយក channel នេះយើងចូលក្នុង window យើងយកពាក្យថា channel ណាបងណាបាទហើយសុំទោសហើយយើងមក window មកយើងយកពាក្យថា channel អូខេណា channel នេះយើងមាន4 5ណាបងប្អូនមានសញ្ញានេះនៅនេះបងចុចហ្នឹងទៅម្ដងក៏បានដែរអញ្ចឹងតែលោកបងពិបាកចាំសញ្ញាបងអាចចូលទៅយកនៅក្នុង window ហើយយកពាក្យថា channel ណាអញ្ចឹងយើងយកចុចលើអា copy នេះបងណាលើ blue នេះអញ្ចឹងចុច blue ហ្នឹងមកបើយើងចុចកន្លែងបូកនេះគឺវាបង្កើតពណ៌ខ្មៅអញ្ចឹងខ្ញុំយកវាចូលណាបាទអញ្ចឹងខ្ញុំយក blue នេះណាបងខ្ញុំចុចលើ blue ខ្ញុំទាញមកដាក់កន្លែងសញ្ញាបូកណាបងបាទទាញកន្លែងសញ្ញាបូកវា copy វាដាក់ blue copy តើណាបងអញ្ចឹងដល់ blue copy នឹងហើយបន្ទាប់ពីហ្នឹងមកយើងអាចចុច control L ណាធម្មតាខ្ញុំប្រើ control L ប៉ុន្តែដើម្បីចូលវាយើងអាចចូលតាម image យើងយក adjustment នេះបាទបើយើងមកកន្លែងនេះអត់មានទេយើងយក adjustment ណា adjustment យក level ដើម្បីសេរីពណ៌ហ្នឹងវាទៅពណ៌ខ្មៅណាបងអញ្ចឹងធម្មតាយើងអត់ទាញអានេះទេបងណាបាទយើងអត់ដែលទាញអាហ្នឹងអានេះវាទាំងអស់ពណ៌ level ណាអញ្ចឹងយើងទាញលើនេះយើងទាញអានេះមកកណ្ដាលមកគឺវាខ្មៅហើយហើយយើងទាញអានេះចូលមកទៀតវាខ្មៅដាច់តែម្ដងណាបងណាបាទយើងសេរីវាតាមដូចជាខ្ញុំបាទប៉ុន្តែយើងចង់បានខ្មៅអញ្ចឹងហើយតាមមកយើងអូខេមកក្រោយពីអូខេអញ្ចឹងហើយបងចុចនៅកន្លែងនេះនេះគេហៅថា select ណាបងបាទអញ្ចឹងយើងចុចផ្លឹកណា load channel as select ណាចុចផ្លឹកមកវា select ចឹងអញ្ចឹងក្រោយពីបង select ចឹងហើយយើងចូលមក layer វិញមកនេះចុចលើ layer វិញវាចេញមកចេះអញ្ចឹងចេញមកអញ្ចឹងហើយបងចុចនៅកន្លែងគេហៅ mask ណា layer mask អញ្ចឹងបងចុចមក layer mask ផ្លឹកហ្នឹងណាបាត់នៅពេលដែលបាត់ដោយសារឬមួយយើងចុច control អក្សរ I control អក្សរ I ណាបងណាកន្លែង select យើងអាចចុចកន្លែង control បូកអក្សរ I នៅកន្លែងនេះអានេះគេហៅ in ណា in insert អីស្នេះវាណាបង select ផ្ទៃផ្ទុយវាណា control អក្សរ I ណា control អក្សរ I ខ្ញុំភ្លេចខ្ញុំប្រើតែ shortcut ណាបងបាទអញ្ចឹងយើងចុច control អក្សរ I មកគឺវាបានហើយបាទយើងអាចចូលមក channel កន្លែងនេះនេះ invert ណាបង invert នេះវិញណាបងបាទ image ជួយ invert វិញមកអញ្ចឹងវាអាចមកវិញតើណាបងនេះវាកាត់ឲ្យយើងអូតូតែម្ដងណាអូខេមានន័យថាអាហ្នឹង invert ហ្នឹងវាឲ្យវា select ផ្ទុយវិញណាឲ្យវា select ខាងក្នុងវិញណាបងអានោះវិញយើង select ពណ៌ក្រៅឥឡូវយើង select យកក្នុងនេះដើម្បីឲ្យវា look background យើងចាប់ទាញយកណាអញ្ចឹង background វានៅទេប៉ុន្តែវានៅខាងនេះអញ្ចឹងយើងឆ្លុះវាមកគឺបានមកនេះបាទអូខេអរគុណច្រើនបង